បាទមានសួរបងប្អូនថ្ងៃនេះខ្ញុំមកដល់ខាងដាក់ដាំនៅអូរាំងគេហៅស្រុកអូរាំងនៅមណ្ឌលគិរីហើយមានរឿងមួយដែលខ្ញុំចង់បង្ហាញទាក់ទងនឹងដំណាំកាហ្វេហើយបង្ហាញថ្ងៃនេះថាឆ្នាំមុនខ្ញុំមកដែរកាហ្វេគាត់អត់ល្អចឹងតែក្រោយពីគាត់បានប្រើប្រាស់ជីស្រីរៀងមានរីកមកឃើញថាការលូតលាស់របស់កាហ្វេគាត់ល្អជាងឆ្នាំមុនផ្លែក៏ច្រើនជាងឆ្នាំមុនដែរតែអ្វីដែលចង់បង្ហាញទៅបងប្អូនមានរឿងមួយទាក់ទងនឹងបញ្ហាដែលកើតនៅលើកាហ្វេវាមានបញ្ហាច្រើនប៉ុន្តែបញ្ហាដែលសំខាន់ជាងគេនោះគឺពពួកខ្មោចស៊ីផ្លែកាហ្វេហ្នឹងណាអញ្ចឹងពពួកហ្នឹងបើកើតហើយពីខ្ញុំទៅលើកទឹកចិត្តឲ្យបងប្អូនកាត់ចោលទៅកាត់មែកនឹងចោលទៅណាកាត់ហើយយកទៅដុតជាជាងបងប្អូនបាញ់ថ្នាំពីព្រួយពពួកនេះវាដូចជាតាហ៊ានដែលមានត្រង់សេអញ្ចឹងទៅពេលដែលយើងបាញ់ថ្នាំទៅមេដែលវានៅខាងក្រៅគឺស្លាប់ហើយប៉ុន្តែពងកូនដែលនៅក្នុងគ្រាប់កាហ្វេហ្នឹងយើងបាញ់ថ្នាំទៅអត់ប៉ះទេអញ្ចឹងការចំណាយលើការបាញ់ថ្នាំគឺអស់ច្រើនណាស់អញ្ចឹងបើសិនជាយើងសង្កេតថាមានបញ្ហានឹងកើតឡើងហើយនៅក្នុងទំហំតូចទេយើងអាចកាត់ហើយយកទៅដុតទៅវានឹងគ្រប់គ្រងបានហើយយើងអត់សូវចំណាយខ្ពស់ប៉ុន្តែបើបងប្អូនឃើញកើតហើយបងប្អូនរំពឹងថាបាញ់ថ្នាំជាបងប្អូននឹងត្រូវប្រឈមការខាតបង់ខ្លាំងពេលថាថ្នាំខ្លះมันអាចបាញ់សម្រាប់វាបានទេនិយាយចេះមិនមែនបន្ទោសថាថ្នាំទេប៉ុន្តែថ្នាំខ្លះมันអាចបាញ់សម្រាប់បានទេហើយមុំតែយើងរកឃើញថ្នាំដែលបាញ់សម្រាប់បានយើងត្រូវចំណាយលុយច្រើនហើយបើសិនជាយើងកាត់ហើយយើងយកទៅដុតឧទាហរណ៍ថាមួយចកាយើងមាន1000ដើមឬក៏មួយមេឃហ្នឹងមានតែមួយដើមហ្នឹងមាន4-5មេឃហ្នឹងយើងកាត់យកទៅដុតចោលវាកាត់បន្ថយការចំណាយបានច្រើនអរគុណ